គ្រឿងផ្សំទាំងអស់នេះខ្ញុំនឹងយកមកធ្វើជាស្នូលនំប៉ាវនិងសាច់ម្សៅនំប៉ាវសាច់នំលឹងទន់ល្មើយហើយក៏អាចយកមកធ្វើញ៉ាំជាលក្ខណៈគ្រួសារនៅផ្ទះបានក្នុងឱកាសចូលឆ្នាំចិននេះបើទោះបីជាធ្វើនំនិងម្ហូបច្រើនមុខក៏ពិតមែនក៏អត់បារម្ភដែរហើយរសជាតិក៏នៅតែឆ្ងាញ់គ្រប់មុខក៏ព្រោះតែមានម្សៅស៊ុបខ្នុរដែលជួយពន្លឿនទាំងការធ្វើនំនិងការធ្វើម្ហូបរបស់ខ្ញុំដោយប្រើរយៈពេលតែមួយផ្លេតនោះគឺហើយម្ហូបឆ្ងាញ់គ្រួសាររីករាយនាំលាភសំណាងឆ្នាំថ្មីជាមួយខ្នុរជាដំបូងខ្ញុំធ្វើស្នូលនំប៉ាវជាមុនសិនដែលក្នុងហ្នឹងមានប៉ែកគក់1គីឡូកន្លះឈូសឲ្យពូតទឹកឲ្យស្អាតសាច់ជ្រូក1គីឡូប៊ីចេង2ស្លាបព្រាកាហ្វេខ្ទឹមស1ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាកាហ្វេស្ករស4ស្លាបព្រាបាយប្រេងខ្យងនិងប្រេងល្ង1ស្លាបព្រាបាយដូចគ្នាហើយគ្រឿងផ្សំដែលមិនអាចខ្វះបាននោះគឺម្សៅស៊ុបខ្នុរដែលជួយបង្កើនរសជាតិឲ្យកាន់តែឈ្ងុយឆ្ងាញ់ចំនួនកន្លះស្លាបព្រាបាយហើយម្រេចម៉ដ្ឋ2ស្លាបព្រាកាហ្វេចំពោះសាច់1គីឡូនេះគឺខ្ញុំយកសាច់8ខាំហើយនឹងខ្លាញ់2ខាំច្រាំលាយគ្នាហើយម្សៅឆា1ស្លាបព្រាបាយលាយឲ្យគ្រឿងផ្សំទាំងអស់សព្វចូលគ្នាជាការស្រេចហើយខ្ញុំមកលាយម្សៅវិញម្ដងដែលមានទឹក330ក្រាមមេនំប៉័ង2ស្លាបព្រាកាហ្វេលាយចូលគ្នាឲ្យសព្វទុករយៈពេល15នាទីសិនបានចាក់ម្សៅចូលចំនួន600ក្រាម baking powder 8ក្រាមស្ករស100ក្រាមអំបិលកន្លះស្លាបព្រាកាហ្វេនិងប្រេងឆា2ស្លាបព្រាបាយលាយគ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នាហើយកាច់កម្សៅរហូតដល់តែម្សៅនឹងស្មូតទន់ល្អហើយទុករយៈពេល15នាទីសិនបានយកមកកាត់លុញជារូបរាងមូលហើយយកមកដាក់ស្នូលបន្ថែមពីលើស្នូលសាច់នេះគឺខ្ញុំបានដាក់សាច់ក្រកនិងពងទាប្រៃដាក់ស្នូលចំកដាលហើយចាប់ផ្ដើមទាញម្សៅផ្នែកខាងចាហៀងហ្នឹងលើកបត់ឲ្យចេញភ្លីព្រោះការដែលខ្ញុំធ្វើហូបនេះគ្រាន់តែថាធ្វើហូបនៅផ្ទះធម្មតាទេបងប្អូនអញ្ចឹងអាចថាបត់មិនសូវមានជំនាញអីស្អាតប៉ុន្មានទេតែមកអាចធ្វើហូបបានហើយរសជាតិគឺឆ្ងាញ់បន្ទាប់ពីវេចស្នូលហើយទុករយៈពេលពី30ទៅ40នាទីសិនក្នុងពេលចាំនំឲ្យឡើងខ្ញុំក៏បានរៀបចំគ្រឿងផ្សំដើម្បីឆាមីបន្តទៀតខ្ញុំបានដាក់ដាំទឹកឲ្យពុះហើយបន្ទាប់មកដាក់ប្រេងឆាកន្លះស្លាបព្រាបាយហើយចាក់បន្លែចូលដើម្បីស្រុះមួយភ្លោកសិនបន្ទាប់មកចាក់ប្រេងឆាចូលបំពងខ្ទឹមឲ្យឡើងឈ្ងុយបន្តិចដាក់ស្ករត្នោតហើយកូរឲ្យឡើងក្រហមដាក់ទឹកម្ទេសចូល4ស្លាបព្រាបាយកូរឲ្យឡើងឈ្ងុយហើយក៏ដាក់សាច់ចូលបន្ថែមប៊ីចេងក្នុងនឹង2ស្លាបព្រាកាហ្វេបន្ថែមទៀតហើយពេលដែលកំពុងតែឆាសាច់នេះឃើញថានំប៉ាវរបស់ខ្ញុំក៏ឡើងល្មមហើយអញ្ចឹងខ្ញុំក៏បានដាក់ចំហុយក្នុងពេលជាមួយគ្នាមើលទៅថាឆាមីឆ្អិននំប៉ាវក៏ឆ្អិនពេលដែលសាច់ជ្រូករៀងឆ្អិនតិចហើយខ្ញុំបានដាក់មឹកនិងបង្គាចូលព្រោះអីចង់ឆាចម្រុះរសជាតិហើយបន្ថែមទឹកដោះគោស្រស់កន្លះចានចង្កឹះហើយនឹងបន្លែរបស់យើងនឹងចូលកូរឲ្យរាងសព្វតិចហើយបានខ្ញុំដាក់មីហើយខ្ញុំកូរច្បល់ទៅតែគ្រឿងផ្សំទាំងអស់រាងសព្វចូលគ្នាហើយខ្ញុំបានបន្ថែមជាមួយម្សៅស៊ុបខ្នុរហ្វីលីពីនដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ហើយល្មមដាក់ទៅគឺចូលជាតិគ្នាបានលឿនឆ្ងាញ់តែម្ដងនិយាយទៅការធ្វើម្ហូបរបស់ខ្ញុំក្នុងថ្ងៃនេះគឺដូចណាត់គ្នាតែម្ដងឆ្អិនគឺឆ្អិនព្រមគ្នាបើកមកគឺថានំប៉ាវនេះក៏ឡើងល្អទៀតដែលនំប៉ាវនេះខ្ញុំធ្វើពីប្រភេទមានម៉ូតខាងលើហើយនឹងមួយទៀតលលោងដែលលលោងហ្នឹងខ្ញុំវាយត្រាហើយស្នូលនំប៉ាវយើងនៅសល់ខ្ញុំក៏បានយកមកវេចធ្វើស្នូលគាវបានមួយមុខទៀតអញ្ចឹងមុខម្ហូបយើងថ្ងៃនេះគឺធ្វើច្រើនមុខក្នុងពេលតែមួយមែនក៏យើងប្រើរយៈពេលលឿនដោយសារមានជំនួយការពីម្សៅស៊ុបខ្នុរផងដែរដែលជួយបង្កើនរសជាតិឈ្ងុយឆ្ងាញ់គ្រប់មុខ